ថ្ងៃនេះឡានមកដល់ប្រាសាទខ្វាន់ពីជាថ្មីឥឡូវបច្ចុប្បន្នគឺមានសភាពបែបនេះគឺខាងមន្ទីរវប្បធម៌គាត់យកដែកមកទប់សម្រាប់កុំឲ្យប្រាសាទរើបាក់លិចខាងនោះមិញខាងត្បូងនេះខាងលិចនេះខាងនេះនៅផ្ទាំងថ្មអីច្រើនមិនទាន់បានលើករៀបចំនេះគឺជាផ្នែកខាងជើងនៃប្រាសាទនេះគឺនៅផ្នែកខាងកើតទ្វារចូលក្នុងប្រាសាទ